รับขโมยเปราะสำหรับโกนเปราะสำหรับโอนเปราะบัดซันจะเคยคนเพียบต่างอ้อนี่ในขนมครัวរបស់នារីណាម្នាក់អាចពិចារណាបានថាគួររៀបការមួយគាត់ឬក៏អត់បើសំបីតែក្នុងទាំង14ចំណុចដែលខ្ញុំនឹងនិយាយហ្នឹងណាសំបីតែគាត់មានតពាក់កដាលក៏ពិសេសលើសលប់ចាសម្រាប់ទៅពិចារណាមួយគឺគាត់ឆ្លាតជាងយើងចាបើឃើញស្រីណាឆ្លាតជាងអត់ខុសទេគាត់ប្រកាសជាមានខួរក្បាលមួយដែលជួយគ្រប់គ្រងយើងជួយដោះស្រាយបញ្ហាឲ្យយើងបានគ្រប់ពេលនោះប្រុសមួយចំនួនគឺគាត់មើលឃើញភាពស្រស់ស្អាតគេហៅថា beauty នៅលើខួរក្បាលរបស់មនុស្សស្រីការគិតប្រកបដោយប្រាជ្ញាវាងវៃរបស់នាងវាគឺជាចំណុចពិសេសតាក់ទាញស្រស់ស្អាតលើសម្រស់ខាងក្រៅទៅទៀតទី2នាងគឺជានារីដែលស្មោះត្រង់ទោះបីជារឿងនឹងវាគឺជារឿងជូរចត់ឬក៏រឿងគួរឲ្យអាម៉ាស់យ៉ាងណាក៏ដោយគឺនាងតែងតែរក្សាភាពស្មោះត្រង់ហើយនិយាយប្រាប់យើងទី3គឺនាងជាមនុស្សដែលវិជ្ជមាននៅក្នុងបរិយាកាសណាក៏ដោយគឺនាងតែងតែរើសយកចំណុចវិជ្ជមានមកនិយាយឬក៏លើកឡើងចំណុចវិជ្ជមានដើម្បីធ្វើឲ្យបរិយាកាសវាធូរស្រាលនាងមិនមែនជាប្រភេទមនុស្សស្រីដែលនៅក្នុងបរិយាកាសវិជ្ជមានប៉ុន្តែឆ្កឹះរឿងអវិជ្ជមានយកមកធ្វើឲ្យបរិយាកាសទៅជាអ៊ូអាប់នោះទេទី4នាងគឺជាប្រភេទមនុស្សដែលបត់បែននាងចេះកែប្រែតាមកលៈទេសៈកន្លែងនេះគឺវាមានប្រយោជន៍មែនទែនសម្រាប់ទំនាក់ទំនងប្តីប្រពន្ធពីព្រោះពេលខ្លះខ្ញុំមិនគ្រប់គ្រងទៅលើមនុស្សស្រីដែលអត់មានគោលការណ៍ជីវិតនោះទេអូខេកុំយល់ច្រឡំកន្លែងនេះណាគោលការណ៍ជីវិតគឺគោលការណ៍ជីវិតប៉ុន្តែខ្ញុំនិយាយអំពីការចេះបត់បែនតាមកលៈទេសៈហ្នឹងគឺចង់ផ្ដោតទៅលើស្ថានភាពនៅពេលដែលយើងរៀបការជាមួយគាត់ទៅតើគាត់មើងម៉ាត់ទៅលើគោលការណ៍ជីវិតរបស់គាត់អានឹងរឿងមួយតែរឿងមួយទៀតនៅពេលដែលហេតុការណ៍មួយកើតឡើងផ្ទុយខុសពីអ្វីដែលគាត់គិតចាមិនមែនពាក់ព័ន្ធនឹងគោលការណ៍ជីវិតទេប៉ុន្តែគាត់អាចទទួលយកគាត់អាចបត់បែនគាត់អាចយល់ពីហេតុការណ៍អញ្ចឹងគាត់គឺជាមនុស្សដែលទោះបីជាថ្ងៃក្រោយទៅរៀបការមានឧបសគ្គយ៉ាងណាក៏ដោយគាត់នឹងរកផ្លូវចេញទី5គឺនាងតែងតែជាមនុស្សរស់រាយចារស់រាយព្រោះកាប់ពិតទៅបើយើងនិយាយកន្លែងហ្នឹងវាមិនប្រកាសថាមនុស្សស្រីទាំងអស់សិតតែអាចសប្បាយបានគ្រប់កលៈទេសៈនោះទេប៉ុន្តែខ្ញុំចង់និយាយថាគាត់អាចចូលចោះគាត់មិនមែនថាយកមួម៉ៅពីកន្លែងធ្វើការឬយកមួម៉ៅពីផ្ទះឬយកមួម៉ៅពីរឿងផ្ទាល់ខ្លួនទៅដាក់នៅក្នុងស្ថានភាពដែលមិនត្រូវនោះទេអញ្ចឹងពេលដែលគាត់ចូលទៅក្នុងបរិយាកាសដែលត្រូវសប្បាយគឺយើងឃើញថាគាត់អល់អាវគាត់ចេញមកគឺគាត់អាចសប្បាយបានទោះបីជាខាងក្នុងគាត់មិនក៏ដោយដែរទី6គឺគាត់ជាមនុស្សដែលមានការគិតទូលំទូលាយកន្លែងនេះគឺមិនមែនសំខាន់ទៅលើតែរឿងដែលគាត់អាចទទួលយកគាត់ជាមនុស្សដែលចូលចិត្តគំនិតថ្មីនោះទេមិនមែនត្រឹមតែប៉ុណ្្នឹងទេប៉ុន្តែគាត់គឺជាប្រភេទមនុស្សដែលអាចស្ដាប់យោបល់ឬក៏គំនិតរបស់អ្នកដទៃដោយមិនមានអារម្មណ៍តាំងតែងពីព្រោះពេលខ្លះអ្នកដែលអត់មានគំនិតទូលំទូលាយគឺគាត់តែងតែផ្ដោតទៅលើគំនិតរបស់គាត់ជាធំអញ្ចឹងពេលដែលស្ដាប់ដល់គំនិតរបស់អ្នកផ្សេងឬក៏ជាប្តីឬក៏ជាសង្សារគូតដឹងឬសាច់ញាតិបងប្អូនឬក៏ក្រុមការងារគឺពេលខ្លះគាត់ពិបាកនឹងទទួលយកគំនិតរបស់គេចាប៉ុន្តែករណីដែលខ្ញុំនិយាយថាគំនិតធំទូលាយហើយវិជ្ជមាននៅទីនេះគឺចង់ផ្ដោតទៅលើអ្នកដែលគាត់មិនត្រឹមតែអាចទទួលយកការគិតថ្មីគំនិតថ្មីនោះទេប៉ុន្តែគាត់ក៏អាចស្ដាប់ហើយនឹងទទួលយកគំនិតថ្មីរបស់មនុស្សជំនាញខ្លួនដូចគ្នាទី7នាងគឺជាមនុស្សដែលផ្ដោតហើយយកចិត្តទុកដាក់ទៅលើគោលដៅនៅក្នុងជីវិតមានន័យថាគាត់មានការផ្ដោតអារម្មណ៍ច្បាស់លាស់គាត់មិនមែនដូចខ្ញុំតែនិយាយរឿងកំ pl មួយពីក្មេងអាយុ13 14ឆ្នាំណាមួយថ្ងៃទៅគាត់ចង់ធ្វើប៉ូលីសទៅមួយថ្ងៃទៅគាត់ចង់ធ្វើតារាចម្រៀងទៅមួយថ្ងៃទៅគាត់ចង់ធ្វើកីឡាករបាល់ទាត់ទៅមួយថ្ងៃទៀតគាត់ចង់ក្លាយទៅជាអ្នកបើកបរយានអវកាសអីចឹងទៅចាអញ្ចឹងគឺអាការចង់របស់គាត់ហ្នឹងគឺដូរជារៀងរាល់ថ្ងៃក្មេង13 14 15ឆ្នាំហ្នឹងចាប៉ុន្តែសម្រាប់មនុស្សស្រីដែលយើងនឹងមើលគាត់យកគាត់ជាគូអនាគាត់ហ្នឹងគឺគាត់មានគោលដៅហើយគាត់ពិតជាផ្ដោតបង្ហាញឲ្យឃើញថាគាត់យកចិត្តទុកដាក់ផ្ដោតសម្លឹងរត់រោគោលដៅរបស់គាត់ទី8គឺនាងគឺជាកូនស្រីដែលរស់នៅក្នុងគ្រួសារដែលជួបជុំគ្នាពេញលេញកន្លែងហ្នឹងវារៀង sensitive បន្តិចបងប្អូនទាំងអស់គ្នាអញ្ចឹងបានជានៅក្នុង topic ខ្ញុំផ្សេងខ្ញុំផ្ដោតទៅលើឫសគល់គ្រួសារពីព្រោះភាពជូរចត់ការបែកបាក់ឬក៏អំពើហិង្សាឬក៏រឿងរ៉ាវកំសត់ទាំងឡាយដែលគាត់ជួបពីកុមារភាពហ្នឹងគឺវាពិតជាពាក់ព័ន្ធចាពីព្រោះវាអាច manifest នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់គាត់អញ្ចឹងបានសំខាន់មែនទែនប្តីប្រពន្ធដែលយល់គឺកន្លែងហ្នឹងគឺជាការជួយគ្នាព្យាបាលដកឫសគល់ជូរចត់របស់គាត់ចេញអញ្ចឹងបើសិនជាមនុស្សស្រីដែលយើងគិតថានឹងរៀបការគាត់មានបរិយាកាសគ្រួសារដែលពោរពេញទៅដោយក្តីស្រឡាញ់គឺជាចំណុចគុណសម្បត្តិដ៏ពិសេសចា9គឺគាត់ជាប្រភេទមនុស្សដែលមានបេះដូងសប្បុរសចាសប្បុរសហ្នឹងគឺយើងផ្ដោតទៅលើទាំងចិត្តល្អចិត្តបានចេះយកអាសារអ្នកដទៃប៉ុន្តែមិនមែនរហូតដល់ថ្នាក់ថា
ជួយរហូតដល់ភ្លេចខ្លួនឯងនោះទេគាត់ជាមនុស្សដែលធម្មជាតិរបស់គាត់គឺចេញមកជាប្រភេទមនុស្សចិត្តល្អបេះដូងល្អទី10គឺគាត់ដឹងអំពីរបៀបដោះស្រាយចំនួនឬក៏ទំនាស់ពាក្យសម្ដីផ្សេងគាត់ដឹងពីរបៀបក្នុងការប្រើប្រាស់ពាក្យសម្ដីនៅក្នុងស្ថានភាពណាមួយចាគាត់មិនមែនជាប្រភេទមនុស្សស្រីដែលអត់ដឹងជ្រុងណាគេហៅថាអត់ដឹងជ្រុងអត់ដឹងទិសអត់ដឹងតំបន់អត់ដឹងស្ថានភាពអត់ដឹងលើអត់ដឹងក្រោមអត់ដឹងធំអត់ដឹងតូចប្រើប្រាស់ពាក្យសម្ដីខុសបរិយាកាសទេគាត់តែងតែពេញវ័យក្នុងការប្រើប្រាស់ពាក្យសម្ដីទៅតាមស្ថានភាពនីមួយទី11គឺគាត់ជាប្រភេទគាត់នឹងតែម្ដងទោះបីជានៅក្នុងបរិយាកាសណាក៏គាត់នៅតែជាគាត់អត់ចាំបាច់ដូររូបរាងម្ដងធ្វើអញ្ចេះម្ដងធ្វើអញ្ចោះទេគាត់ជាមនុស្សមិនក៏គាត់នៅតែរក្សារូបរាងរបស់គាត់អិរិយាបថរបស់គាត់អត្តចរិតរបស់គាត់នៅគ្រប់ទីកន្លែងណាគឺគាត់នៅតែជាគាត់ចាទី12ជាចំណុចដែលខ្ញុំគិតថាបរិសុទ្ធទាំងអស់ចង់បានគឺគាត់គោរពជីវិតរស់នៅក្នុងសង្គមរបស់ប្តីរបស់បរិសុទ្ធដែលគាត់ស្រឡាញ់មានន័យថាគាត់មិនចាំបាច់ត្រូវតែទៅណាជាមួយគ្នាឬក៏ហៅសង្សារគាត់ឬក៏ប្តីគាត់ទៅជាមួយគ្នាដើម្បីឲ្យដឹងដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ឬក៏ចង់ប្រាប់គេថាយើងស្រឡាញ់គ្នាយើងទៅចូលរួមក្នុងគ្រប់សកម្មភាពសង្គមជាមួយគ្នាដែរខ្ញុំគិតថាពេលខ្លះទោះបីជាប្តីប្រពន្ធក៏ដោយគឺគាត់មានពេលវេលា private នៅក្នុងបរិយាកាសសង្គមមានន័យថាមិត្តភ័ក្តិផ្សេងរបស់គាត់នឹងអញ្ចឹងគឺគាត់ត្រូវការមាន social life បែបលក្ខណៈផ្ទាល់ខ្លួនដូចគ្នាដែរគាត់ចាំបាច់ថាគ្រប់ពេលត្រូវតែនាំសង្សារទៅគ្រប់ពេលត្រូវតែនាំគូទៅដឹងទៅគ្រប់ពេលត្រូវតែនាំប្រពន្ធទៅដើម្បីបញ្ជាក់ថាគាត់ស្មោះត្រង់គាត់ស្រឡាញ់ប្រពន្ធគាត់ស្រឡាញ់ប្តីនោះទេគឺមនុស្សស្រីដែលទុកចិត្តគ្រប់កលៈទេសៈដែលប្តីរបស់គាត់ចំណាយពេលនៅក្នុង social life របស់គាត់ជាមួយមិត្តភ័ក្តិខាងក្រៅចាឬក៏បើគាត់ចំណាយដូចគ្នាដែរគឺប្តីក៏អត់ចាំបាច់មកតាមដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់គាត់ដែរគឺគាត់ច្បាស់ខ្លួនឯងតែម្ដងទី13គឺគាត់ដឹងថាគ្រប់គ្នាគឺអត់ perfect ទេអញ្ចឹងគាត់ជាមនុស្សស្រីដែលមិនទាមទារឲ្យសង្សាររបស់គាត់ឬក៏ប្តីរបស់គាត់នឹងជាប្រភេទមនុស្សប្រុសដែលឥតខ្ចោះនោះទេអញ្ចឹងគាត់ដឹងថាអ្នកណាក៏មានហើយអ្នកណាក៏អាចធ្វើកំហុសដែរចាអញ្ចឹងគឺគាត់ជាប្រភេទមនុស្សស្រីដែលត្រៀមទទួលយកទី14ដែលខ្ញុំគិតថាគឺជាចំណុចពិសេសហ្នឹងគឺគាត់ជាប្រភេទដែលមិនចងគំនុំចាខ្ញុំគិតថាអស្ចារ្យមែនទែនចាដោយសារតែគាត់ជាប្រភេទមនុស្សស្រីដែលមិនយករឿងអតីតកាលឬក៏កំហុសពីអតីតកាលមកជជែកធ្វើឲ្យបច្ចុប្បន្នคล้ายទៅជាអតីតកាលអញ្ចឹងណាគាត់ជាប្រភេទមនុស្សស្រីបែបហ្នឹងអញ្ចឹងគាត់អត់ញញ៉ៃទេបើរឿងបិទបញ្ជីចប់គឺចប់គាត់ជាប្រភេទមនុស្សបែបហ្នឹងអញ្ចឹងបើសិនជាក្មួយៗកូនបងប្អូនបរិសុទ្ធទាំងអស់ដែលជួបនារីបែបហ្នឹងទោះបីជាអិរិយាបថទាំងអស់ហ្នឹងណាត្រឹមតែបានតែពាក់កណ្ដាលក៏ពិសេសចាគាត់នឹងអាចធ្វើឲ្យគ្រួសារមួយផ្ទះមួយពោពេញទៅដោយសុភមង្គល